ដំណឹងល្អតាមការស្ដាប់មើលនិងការរស់នៅការចាប់ផ្ដើមជាមួយនឹងព្រះសៀវភៅទី1ផ្នែកកសូមស្វាគមន៍មិត្តនិងប្រិយមិត្តទាំងឡាយចូលយើងសិក្សាអំពីមនុស្សខ្លះដែលបានរស់នៅលើផែនដីកាលពីដើមដំបូងសេចក្តីនេះនឹងបង្រៀនយើងយ៉ាងច្រើនឲ្យបានស្គាល់អំពីព្រះពិតតែមួយសូមបើកសៀវភៅរូបភាពពណ៌ក្រហមនៅពេលដែលអ្នកបានឮសំឡេងថារូបភាពទី1អាដាមនិងសត្វទាំងឡាយលោកកបាត់ជំពូក1រហូតដល់ជំពូក2ខ14កាលដើមដំបូងឡើយនៅលើផែនដីនេះគ្មានអ្វីទាំងអស់មានតែព្រះដែលទ្រង់គង់នៅទ្រង់ជាវិញ្ញាណយើងមិនអាចឃើញទ្រង់បានទេព្រះអង្គមានគ្រប់អំណាចព្រះជាស្ដាទ្រង់ជ្រាបទាំងអស់ហើយក៏គង់នៅគ្រប់ទីកន្លែងទ្រង់បានបង្កើតរបស់សពសារពើនៅលើផែនដីនិងអាកាសទ្រង់បានបង្កើតមនុស្សពីធូលីមកទ្រង់បានប្រទានជីវិតនិងវិញ្ញាណដល់មនុស្សដូច្នេះទើបមនុស្សអាចស្គាល់ព្រះគំនិតនិងបំណងប្រាថ្នារបស់គេក៏ដូចជាអង្គទ្រង់ដែរព្រះអង្គបានដាក់ឈ្មោះមនុស្សទី1ថាអាដាមបានឲ្យឈ្មោះដល់សត្វទាំងឡាយដែលព្រះបានបង្កើតមកព្រះបានបង្កើតឲ្យមានវិញ្ញាណទាំងអស់និងទេវតានៅឋានសួគ៌ដែរអ្វីសពសារពើដែលព្រះបានបង្កើតគឺសុទ្ធតែល្អរូបភាពទី2ស្ត្រីសម្រាប់លោកអាដាមលោកកបាត់ចំពុក2ខ15រហូតដល់ខ25ព្រះបានដាក់អាដាមឲ្យនៅក្នុងសួនច្បារយ៉ាងល្អមួយដែលទ្រង់គ្រប់គ្រងថែរក្សាមានសត្វឈ្មោលញីគ្រប់ប្រភេទដែលព្រះបានបង្កើតប៉ុន្តែពុំទាន់មានជំនួយណាយ៉ាងសមគួរសម្រាប់អាដាមនៅឡើយទេដូច្នេះព្រះបានធ្វើឲ្យដាក់ឲ្យអាដាមដេកលក់ស៊ុបទៅរួចទ្រង់ដកយកឆ្អឹងជំនីមួយពីអាដាមទ្រង់បានបង្កើតស្ត្រីពីឆ្អឹងជំនីអាដាមព្រះបាននាំនាងទៅប្រគល់ឲ្យអាដាមដើម្បីឲ្យបានរស់នៅជាមួយគ្នាគ្រានោះបុរសនិងស្ត្រីនៅជាអាក្រាតនៅឡើយក៏ប៉ុន្តែគេគ្មានការអៀនខ្មាស់ឡើយគេអាចនិយាយជាមួយព្រះដូចជាមិត្តសម្លាញ់របស់គេដែរពេលនោះគ្មានសេចក្តីទុក្ខព្រួយគ្មានសេចក្តីស្លាប់និងគ្មានការអាក្រក់ណានៅក្នុងទីកន្លែងយ៉ាងអស្ចារ្យនោះឡើយរូបភាពទី3សត្វពស់នៅក្នុងសួនច្បារលោកកបាត់ជំពូក3ខ1រហូតដល់ខ8ព្រះបានបង្គាប់ទៅអាដាមថាឯងនឹងស៊ីផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្តតែត្រង់ដើមដឹងខុសត្រូវនោះមិនត្រូវឲ្យឯងស៊ីផ្លែវាឡើយបិទនៅថ្ងៃណាដែលឯងស៊ីនោះឯងនឹងត្រូវស្លាប់ជាមិនខានសាតាំងជាទេវតាមួយដែលនៅក្នុងនគរឋានសួគ៌ដែរប៉ុន្តែវាបានបះបោរប្រឆាំងនឹងព្រះហើយក៏คล้ายទៅជាខ្មាំងសត្រូវនឹងទ្រង់សាតាំងវាបានមកជួបស្ត្រីក្នុងរូបភាពជាសត្វពស់មួយយ៉ាងស្អាតល្អវាបាននិយាយកុហកស្ត្រីដោយប្រាប់នាងថានាងពិតជាមិនស្លាប់ទេវាបានបបួលនាងឲ្យបរិភោគផ្លែឈើនោះទៅស្ត្រីបានឲ្យផ្លែឈើនោះទៅអាដាមបរិភោគដែរដោយសារគេទាំងពីរមិនបានស្ដាប់តាមបង្គាប់ព្រះនោះវិញ្ញាណគេបានស្លាប់ដូចជាទ្រង់មានបន្ទូលមែនគេបានត្រឡប់ជាមានការអៀនខ្មាស់ព្រោះដឹងថាខ្លួនគេនៅអាក្រាតហើយគេក៏ព្យាយាមរត់គេចពីព្រះរូបភាពទី4អាដាមនិងអេវ៉ាត្រូវបណ្ដេញចេញពីសួនច្បារលោកកបាត់ជំពូក3ខ14រហូតដល់ខ24ព្រះបានបណ្ដេញអាដាមនិងប្រពន្ធគាត់ចេញពីសួនច្បារទ្រង់មានបន្ទូលទៅអាដាមថាដោយឯងបានស៊ីផ្លែឈើនោះដីនឹងត្រូវដាក់បណ្ដាសាដោយឯងនឹងទទួលផលពីដីយ៉ាងនឿយហត់ជាទីបំផុតរួចទ្រង់មានបន្ទូលទៅស្ត្រីថាអញនឹងបង្កើតឲ្យឯងមានសេចក្តីព្រួយលំបាកទ្វេឡើងហើយឈឺចាប់នៅពេលដែលឯងបង្កើតកូនទ្រង់មានបន្ទូលទៅពស់ថា
ដោយឯងបានធ្វើដូច្នេះឯងជាសត្វដែលត្រូវបណ្ដាសាឯងត្រូវលូនវានឹងពស់របស់ឯងអស់មួយជីវិតចាប់ពីពេលនោះមកសត្វពស់ក៏คล้ายទៅជាខ្មាំងសត្រូវនឹងមនុស្សដែរអាដាមបានឲ្យឈ្មោះប្រពន្ធគាត់ថាអេវ៉ាដែលមានន័យថាជីវិតអេវ៉ានាងបានបង្កើតកូនដែលជាអាយុកាលរបស់យើងរាល់គ្នាយើងនៅតែដាច់ឆ្ងាយពីព្រះដដែលហើយយើងមិនព្រមស្ដាប់បង្គាប់ព្រះដូចជាអាដាមដែរក៏ប៉ុន្តែទ្រង់បានសន្យាថាទ្រង់នឹងប្រទានឲ្យនៅមនុស្សម្នាក់ដែលអាចយកជ័យជំនះលើសាតាំងបានហើយនាំយើងវិលទៅឯព្រះវិញអ្នកនោះគឺជាព្រះយេស៊ូវគ្រីស្ទរូបភាពទី5ណូអេបានធ្វើទូកមួយយ៉ាងធំលោកកបាត់ជំពូក6ខ1រហូតដល់ខ22ដំណរពូជរបស់អាដាមបានដើរតាមផ្លូវរបស់សាតាំងតែមានមនុស្សម្នាក់ដែលជាទីគាប់ព្រះハរតីនៃព្រះគាត់មានឈ្មោះថាណូអេព្រះទ្រង់មានបន្ទូលទៅណូអេថាអញបានសម្រេចនឹងបំផ្លាញមនុស្សទាំងអស់ពីព្រោះផែនដីនេះបានពោរពេញទៅដោយសេចក្តីអាក្រក់គ្រប់បែបយ៉ាងដូច្នេះហើយចូលឯងធ្វើទូកមួយយ៉ាងធំសម្រាប់ឯងចុះអញនឹងធ្វើឲ្យទឹកជំនន់លិចនៅផែនដីនេះដើម្បីនឹងបំផ្លាញគ្រប់ទាំងជីវិតដែលរស់នៅហើយត្រូវឲ្យឯងចូលទៅក្នុងទូកដ៏ធំនោះទៅព្រមទាំងប្រពន្ធកូននិងកូនប្រសារស្រីឯងផងដែរចូលឲ្យឯងនាំយកសត្វឈ្មោលញីមួយគូគ្រប់ពូជនិងសត្វហាតាមពូជដើម្បីឲ្យបានរួចជីវិតជាមួយនឹងឯងផងណូអេគាត់បានធ្វើគ្រប់ទាំងសេចក្តីដែលព្រះបានបង្គាប់រូបភាពទី6ទឹកជំនន់ដ៏ធំមួយលោកកបាត់ជំពូក7ខ1រហូតដល់ខ24ណូអេតែងតែដាស់តឿនដល់មនុស្សទាំងឡាយថាព្រះទ្រង់នឹងបំផ្លាញគេហើយប៉ុន្តែគេនៅតែមិនព្រមបែរចេញពីផ្លូវអាក្រក់របស់គេឡើយណូអេបាននាំពួកគ្រួរបស់លោកនិងសត្វមួយគូគ្រប់ពូជទាំងអស់ចូលទៅក្នុងទូកធំព្រះបានបិទទ្វារទូកជិតពេលនោះភ្លៀងក៏ចាប់ផ្ដើមបង្អុរមកយ៉ាងខ្លាំងគឺភ្លៀងចំនួន40ថ្ងៃ40យប់ឯរន្ធទឹកទាំងឡាយនៅក្នុងដីក៏ធ្លាយដែរនោះផែនដីទាំងមូលបានគ្របដណ្ដប់ទៅដោយទឹកជំនន់ដែលមានជម្រៅយ៉ាងជ្រៅក្រៃលែងគ្រប់ទាំងមនុស្សសត្វជើង4សត្វហើរទាំងឡាយត្រូវស្លាប់អស់នៅសល់តែលោកណូអេនិងពួកអ្នកដែលនៅក្នុងទូកជាមួយគាត់ប៉ុណ្ណោះរូបភាពទី7ឥន្ទនូជាសញ្ញានៃសេចក្តីសន្យារបស់ព្រះលោកកបាត់ជំពូក8ខ13រហូតដល់ខ22ភ្លៀងដែលធ្លាក់ពីលើមេឃក៏រាំងទៅទឹកក៏រីងស្ងួតពីផែនដីអស់រយៈពេលជាង1ឆ្នាំណូអេនិងគ្រួសារព្រមទាំងសត្វគ្រប់ពូជទាំងអស់ក៏បានចេញពីទូកធំណូអេបានថ្វាយដង្វាយដុតដល់ព្រះជាម្ចាស់ដែលជាទីគាប់ព្រះハរតីដល់ទ្រង់ណាស់ព្រះបានដាក់ឲ្យមានសញ្ញាឥន្ទនូនៅនាពពកហើយទ្រង់មានបន្ទូលថាអញនឹងមិនបំផ្លាញផែនដីនិងជីវិតទាំងអស់ដោយទឹកជំនន់ទៀតឡើយកាលណាឃើញសញ្ញាឥន្ទនូស្ថិតនៅនាពពកនោះអញនឹងនឹកចាំពីសេចក្តីសន្យាដែលអញបានតាំងជាមួយនឹងឯងរាល់គ្នាមិត្តនិងប្រិយមិត្តទាំងឡាយនៅពេលដែលអ្នកបានឃើញឥន្ទនូសូមលោកអ្នកនឹកចាំពីការនេះដែរព្រះទ្រង់នឹងជំនុំជម្រះផែនដីនេះម្ដងទៀតនៅជាន់ក្រោយនេះទ្រង់នឹងបំផ្លាញផែនដីដោយភ្លើងវិញប៉ុន្តែទោះជាយ៉ាងណាក៏ដោយចំពោះអ្នកដែលជឿហើយស្ដាប់បង្គាប់ដល់ព្រះនោះមិនជាមែនជាការភ័យខ្លាចឡើយព្រះបានប្រទានឲ្យយើងមានផ្លូវកិច្ចរួចពីការនេះបានផ្លូវនោះគឺជាព្រះអម្ចាស់យេស៊ូវ ។
រូបភាពទី8ប៉មបាបិលលោកកបាត់ជំពូក11ខ1រហូតដល់ខ9ក្រោយពីគ្រាទឹកជំនន់លិចមកនោះពួកកូនប្រុសរបស់ណូអេបានបង្កើតកូនជាច្រើនព្រះបានដាក់គេឲ្យរស់នៅពាសពេញលើផែនដីប៉ុន្តែមនុស្សទាំងនោះគេមិនចង់រស់នៅបែកពីគ្នាទេគេបាននាំគ្នាសង់ទីក្រុងមួយនិងប៉មមួយដែលខ្ពស់ដល់ផ្ទៃមេឃព្រះបានឃើញនៅការពុំស្ដាប់បង្គាប់និងអំនួតរបស់ពួកមនុស្សទាំងនេះទ្រង់មានបន្ទូលថាគេជាមនុស្សមួយពួកក៏និយាយភាសាតែមួយចូលយើងចុះទៅបំភាន់ភាសាគេដើម្បីកុំឲ្យគេស្ដាប់គ្នាបានសូមមើលទៅមនុស្សទាំងនេះក្នុងរូបភាពគេនិយាយស្ដាប់គ្នាពុំបានឡើយដូច្នេះពួកគេក៏ឈប់សង់ទីក្រុងនេះហើយខ្ចាត់ខ្ចាយទៅរស់នៅកន្លែងផ្សេងពីគ្នាដោយសារការពុំស្ដាប់បង្គាប់ព្រះនេះហើយដែលបណ្ដាលឲ្យបែកមានភាសាជាច្រើនការពុំស្ដាប់បង្គាប់បានធ្វើឲ្យគេបែកខ្ញែកចេញពីគ្នាហើយការពុំស្ដាប់បង្គាប់បានធ្វើឲ្យមនុស្សឃ្លាតចេញពីព្រះរូបភាពទី9លោកយោបគោរពកោតខ្លាចដល់ព្រះយោបជំពូក1ខ1រហូតដល់ខ12បុរសម្នាក់ដែលនៅក្នុងរូបភាពនេះគឺយោបគាត់បានគោរពកោតខ្លាចនិងថ្វាយយ៉ាញ់បូជាចំពោះព្រះពិតតែមួយគាត់មិនបានដើរតាមផ្លូវរបស់អរិយសាតាំងទេព្រះបាននិយាយទៅសាតាំងថាទ្រង់សពព្រះតីនឹងយោបណាស់ទ្រង់បានធ្វើឲ្យយោបคล้ายទៅជាអ្នកមានស្ដុកស្ដំមួយយោបមានកូនប្រុសស្រីអ្នកបម្រើនឹងហ្វូងសត្វជាច្រើនមានថ្ងៃមួយសាតាំងបាននិយាយថាដែលយោបកោតខ្លាចដល់ព្រះនោះគឺដើម្បីឲ្យខ្លួនបានទៅជាអ្នកមានប៉ុណ្ណោះទេវាបានទូលដល់ព្រះថាបើសិនជាទ្រង់ដកហូតទ្រព្យសម្បត្តិទាំងអស់ដែលយោបមាននោះយោបនឹងប្រមាថដល់ទ្រង់ជាមិនខានឡើយព្រះជ្រាបថាសាតាំងនិយាយមិនពិតទេទ្រង់បានជ្រាបថាយោបនៅតែគោរពកោតខ្លាចដល់ទ្រង់ជានិច្ចទោះបើគាត់ធ្លាក់ខ្លួនក្រក៏ដោយព្រះបានប្រគល់ទ្រព្យសម្បត្តិដែលគាត់មានទាំងប៉ុន្មានទៅក្នុងអំណាចរបស់សាតាំងដើម្បីបញ្ជាក់ថាយោបជាមនុស្សគ្រប់លក្ខចំពោះទ្រង់រូបភាពទី10យោបក្នុងពេលកាន់ទុក្ខយោបជំពូក1ខ13រហូតដល់ខ22ថ្ងៃមួយអ្នកបម្រើបាននាំដំណឹងដ៏អាក្រក់មួយមកប្រាប់យោបថាពួកខ្មាំងសត្រូវបានមកប្លន់យកហ្វូងគោនិងលាព្រមទាំងសម្លាប់ពួកបាវព្រាវរបស់គាត់អស់ហើយភ្លើងរបស់ព្រះបានធ្លាក់មកបញ្ឆេះវងជៀមនិងអ្នកគង្វាលរបស់គាត់ទៀតពួកចៅបានចូលមកលួចពង្រត់សត្វអូតទាំងប៉ុន្មានរបស់គាត់អស់អ្នកបម្រើម្នាក់ទៀតបាននាំដំណឹងដ៏អាក្រក់មកប្រាប់ថាកូនប្រុសស្រីរបស់លោកកំពុងជប់លៀងនៅក្នុងផ្ទះស្រាប់តែមានខ្យល់ព្យុះគួចយកផ្ទះហើយរលំសង្កត់ពួកកូនលោកស្លាប់អស់ហើយយោបបានកោសក់ខ្លួនហើយផ្ដួលខ្លួនក្រាបចុះដល់ដីហើយពោលថាព្រះទ្រង់បានប្រទានឲ្យមកខ្ញុំឥឡូវទ្រង់ក៏បានដកយកទៅវិញសូមឲ្យព្រះនាមទ្រង់បានប្រកបដោយព្រះពរចុះក្នុងគ្រាទុក្ខព្រួយនេះយោបពុំបានប្រមាថដល់ព្រះឡើយរូបភាពទី11យោបបានទទួលនៅការឈឺចាប់យោបជំពូក2ខ1រហូតដល់ជំពូក41ខ34អរិយសាតាំងបានទូលទៅព្រះថាបើសិនជាទ្រង់ធ្វើទុកដល់ខ្លួនយោបនោះយោបច្បាស់ជាប្រមាថមើលងាយទ្រង់ជាមិនខានដូច្នេះព្រះបានអនុញ្ញាតឲ្យអរិយសាតាំងធ្វើការសាក់លបងយោបម្ដងទៀតសាតាំងបាននាំមកនៅដំបៅដ៏អាក្រក់ដល់ខ្លួនយោបប្រពន្ធរបស់យោបបាននិយាយទៅគាត់ថាហេតុអ្វីក៏អ្នកមិនព្រមប្រមាថព្រះហើយស្លាប់ទៅក៏ប៉ុន្តែយោបបានស្ដីបន្ទោសដល់ប្រពន្ធរបស់គាត់ហើយពោលថាយើងទទួលសេចក្តីល្អពីព្រះ
តើមិនត្រូវទទួលសេចក្តីអាក្រក់ពីព្រះដែរឬអី មិត្តទាំង3របស់គាត់បានមកជួយកំសាន្តចិត្តនិងនៅជាមួយគាត់ជាច្រើនថ្ងៃ គេទាំងនោះបានពោលថា ព្រះបានផ្ដំទាទោសដល់យោបដោយព្រោះការអាក្រក់ដែលគាត់បានធ្វើ ពេលនោះព្រះបានលេចឡើងចំពោះពួកគេ ទ្រង់បានបង្ហាញថា ពួកគេពុំយល់អ្វីសោះ ព្រះទ្រង់មានគ្រប់ប្រជេស្តា ទ្រង់ជ្រាបនៅអ្វីៗទាំងអស់ ទ្រង់ជ្រាបថា តើអ្វីដែលល្អសម្រាប់យើង គឺទ្រង់តែមួយគត់ដែលរើសរកការលំបាកឬងាយស្រួលសម្រាប់ជីវិតយើងរាល់គ្នា រូបភាពទី12ព្រះបានសងដល់យោបវិញយោបជំពូក42ខ1រហូតដល់ខ17 នៅពេលដែលយោបបានឃើញនៅភាពដ៏ឧត្តមរបស់ព្រះគាត់មានការអៀនខ្មាស់ជាខ្លាំងព្រោះគាត់បានសង្ស័យចំពោះព្រះ យោបបានអធិដ្ឋានឲ្យមិត្តរបស់គាត់ពីព្រោះគេពុំយល់សោះថាព្រះអាចឲ្យកើតមានការអ្វីក៏បានដែរ ព្រះបានប្រោសឲ្យយោបបានជាហើយចម្រើនដល់យោបម្ដងទៀត មិត្តរបស់គាត់បានមកចូលរួមក្នុងពិធីជប់លៀងជាមួយគាត់ព្រមទាំងនាំអំណោយដល់គាត់ផងដែរ ព្រះបានប្រទានឲ្យយោបមានកូនប្រុស7នាក់និងកូនស្រីដែលមានរូបឆោមល្អស្រស់ដាច់គេចំនួន3នាក់ដល់យោប គាត់រស់នៅបានឃើញកូនចៅរបស់គាត់ជាច្រើនដំណរហើយស្លាប់ទៅដោយមានអាយុយឺនវែងផង មិត្តនិងប្រិយមិត្តទាំងឡាយព្រះបានជ្រាបអំពីអ្វីៗដែលធ្វើឲ្យយើងឈឺចាប់ក្នុងជីវិតនេះចូលនឹកចាំថា ព្រះទ្រង់ស្រឡាញ់យើងហើយប្រទានតែការណាដែលល្អប្រសើរសម្រាប់យើងប៉ុណ្ណោះ ទ្រង់សពព្រះハរតីឲ្យយើងទុកចិត្តចំពោះទ្រង់ដូចនេះយើងមានជ័យជំនះលើសាតាំងដោយសារព្រះអម្ចាស់យេស៊ូវគ្រីស្ទ សៀវភៅទី1ផ្នែកខមិត្តនិងប្រិយមិត្តទាំងឡាយខ្ញុំសូមរៀបរាប់ជូនមិត្តអំពីបុរសម្នាក់ឈ្មោះអាប្រាហាំ ព្រះបានធ្វើឲ្យគាត់ក្លាយទៅជាឪពុកនៃសាសជាច្រើនពីព្រោះគាត់បានស្ដាប់បង្គាប់ដល់ព្រះហើយដោយសារគាត់យើងបានទទួលនៅព្រះពរដ៏បរិបូរណ៍ សូមមិត្តបានបើកសៀវភៅជាស្រេចនៅពេលដែលអ្នកបានឮសំឡេងរូបភាពទី13អាប្រាហាំចាក់ចេញពីស្រុកកំណើតលោកកបាត់ជំពូក12ខ1រហូតដល់ជំពូក13ខ4ថ្ងៃមួយព្រះបានមានបន្ទូលទៅអាប្រាហាំថា ចូលចាកចេញពីស្រុកនិងផ្ទះឪពុករបស់ឯងទៅនៅឯស្រុកដែលអញនឹងបង្ហាញឯងចុះអញនឹងបង្កើតនគរមួយយ៉ាងធំពីឯងមនុស្សនៅលើផែនដីនេះនឹងបានទទួលព្រះពររកឃើញសេចក្តីមេត្តាករុណារបស់ព្រះដោយសារឯង អាប់រ៉ាហាំបានជឿហើយប្រព្រឹត្តតាមព្រះបន្ទូលសន្យារបស់ព្រះ គាត់បានយកប្រពន្ធរបស់គាត់អ្នកបម្រើនិងទ្រព្យសម្បត្តិទាំងអស់ទៅជាមួយគាត់បានធ្វើដំណើរអស់រយៈពេលជាច្រើនថ្ងៃទាល់តែបានមកដល់ទឹកដីនៃស្រុកកាណាន នៅទីនោះព្រះទ្រង់មានបន្ទូលទៅគាត់ថា នេះគឺជាស្រុកដែលអញនឹងឲ្យដំណរពូជរបស់ឯង រូបភាពទី14អាប្រាហាំនិងឡុតលោកកបាត់ជំពូក13ខ5រហូតដល់ខ18 អាប់រ៉ាហាំមានក្មួយប្រុសម្នាក់ឈ្មោះឡុតគាត់បានទៅជាមួយអាប់រ៉ាហាំដែរ អាប់រ៉ាហាំនិងឡុតសុទ្ធតែមានវង្សសត្វយ៉ាងច្រើនដូចគ្នា អ្នកថែហ្វូងសត្វរបស់អាប់រ៉ាហាំនិងអ្នកថែហ្វូងសត្វរបស់ឡុតចេះតែឆ្លោះទាស់ទែងគ្នាពីព្រោះគេពុំអាចរកបាននៅវាលស្មៅគ្រប់គ្រាន់សម្រាប់ហ្វូងសត្វរបស់គេឡើយ ដូច្នេះហើយអាប្រាហាំបាននិយាយនឹងឡុតថា ចូលយើងឈប់ទាស់ទែងគ្នាទៅត្រូវឲ្យយើងបែកចេញពីគ្នាវិញហើយជ្រើសរើសរកកន្លែងណាដែលឯងចង់បានឡុតចង់បានស្រុកដ៏ល្អសម្រាប់គាត់និងហ្វូងសត្វរបស់គាត់ដូច្នេះគាត់បានជ្រើសរើសយកដីដែលមានជីជាតិ
នៅតាមវាលទន្លេជារបស់ផងខ្លួនគាត់បានរស់នៅតាមវាលទន្លេនោះដែលជិតទៅនឹងទីក្រុងឈ្មោះសូដុំពេលគ្រានោះព្រះមានបន្ទូលហៅអាប់រ៉ាហាំម្ដងទៀតថាស្រុកទាំងប៉ុន្មានដែលឯងមើលទៅឃើញនោះអញនឹងឲ្យដល់ឯងនិងពូជរបស់ឯងជាដរាបតទៅរូបភាពទី15អាប់រ៉ាហាំបានជួបស្ដេចនៃសន្តិភាពលោកកបាត់ជំពូក14ខ1រហូតដល់ខ24មនុស្សដែលរស់នៅក្នុងក្រុងសូដុំជាមនុស្សដែលអាក្រក់ណាស់សង្គ្រាមបានកើតឡើងរវាងពួកសូដុំនិងសត្រូវរបស់គេតែពួកក្រុងសូដុំត្រូវបរាជ័យលុតនឹងគ្រួសាររបស់លោកត្រូវបានចាប់ខ្លួនជាឆ្លើយយកទៅជាមួយគេដែរប៉ុន្តែពេលនោះអាប់រ៉ាហាំនិងពួកបាវព្រាវរបស់លោកបានចេញទៅច្បាំងនឹងគេហើយធ្វើឲ្យពួកសត្រូវបរាជ័យកាលគាត់បានត្រឡប់ពីចម្បាំងវិញគាត់បានជួបនឹងស្ដេចមួយអង្គឈ្មោះថាប៊ីលគីលសាជាស្ដេចនៃក្រុងសាឡឹមស្ដេចប៊ីលគីសាបានយកនំប៉័ងនិងស្រាទំពាំងបាយជូរមកឲ្យអាប់រ៉ាហាំបរិភោគរួចឲ្យពរដល់គាត់ថាសូមឲ្យអាប់រ៉ាហាំបានទទួលព្រះពរពីព្រះដ៏ខ្ពស់បំផុតជាម្ចាស់ស្ថានសួគ៌និងផែនដីគឺទ្រង់ដែលបានប្រគល់ពួកខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃឯងអាប់រ៉ាហាំបានយកមួយភាគពីគ្រប់របស់ដែលគាត់មានថ្វាយដល់ទ្រង់ស្ដេចនៃទីក្រុងសូដុំអាក្រក់ណាស់អាប់រ៉ាហាំមិនបានឲ្យរបស់អ្វីដល់ស្ដេចនោះឡើយទោះជាយ៉ាងនេះក៏ដោយក៏លត់នៅតែល្ងងហើយវិលទៅនៅឯក្រុងសូដុំម្ដងទៀតរូបភាពទី16អាប់រ៉ាហាំរាប់ផ្កាយលោកកបាត់ជំពូក15ខ1រហូតដល់ខ21អាប់រ៉ាហាំបានទៅជាមិត្តសម្លាញ់នឹងព្រះក៏ប៉ុន្តែអាប់រ៉ាហាំនៅតែព្រួយដោយព្រោះគាត់គ្មានកូនមួយសោះពេលនោះទ្រង់បានហៅអាប់រ៉ាហាំចេញមកក្រៅហើយប្រាប់ថាចូលមើលទៅលើមេឃឥឡូវហើយរាប់ផ្កាយចុះបើអាចនឹងរាប់ទាំងអស់បាននោះពួកឯងនឹងបានដូច្នោះដែរដូច្នេះអាប់រ៉ាហាំបានជឿដល់ព្រះបន្ទូលសន្យានៃព្រះនោះព្រះទ្រង់សពព្រះハរតីនឹងអាប់រ៉ាហាំណាស់ទ្រង់មានបន្ទូលប្រាប់អាប់រ៉ាហាំម្ដងទៀតថាថ្ងៃមួយអញនឹងឲ្យដល់ឯងគឺពូជឯងបានគ្រងស្រុកកាណាននេះជាមរតកតរៀងទៅរូបភាពទី17ទារកអ៊ីស្ម៉ាអែលលោកកបាត់ជំពូក16ខ1រហូតដល់ខ16កន្លងទៅជាច្រើនឆ្នាំហើយប្រពន្ធអាប់រ៉ាហាំសារ៉ានៅតែគ្មានកូនដដែលនាថ្ងៃមួយសារ៉ាបាននិយាយទៅកាន់អាប់រ៉ាហាំថាសូមអញ្ជើញចូលទៅឯបាវស្រីរបស់ខ្ញុំចុះប្រហែលជាខ្ញុំនឹងបានកូនដោយសារនាងដូច្នេះបាវស្រីរបស់សារ៉ាគឺហាកានាងមានផ្ទៃពោះជាមួយនឹងអាប់រ៉ាហាំពេលនោះសារ៉ាក៏កើតមានការច្រណែននឹងហាកាហើយប្រព្រឹត្តចំពោះនាងដោយឃោរឃៅជាទីបំផុតព្រះបានចាត់ទេវតារបស់ទ្រង់មកកំសាន្តចិត្តដល់ហាកាទ្រង់បានមានបន្ទូលប្រាប់នាងថានាងនឹងបានកូនប្រុសមួយដែលត្រូវឲ្យឈ្មោះថាអ៊ីស្ម៉ាអែលកូននោះនឹងចម្រើនពូជឥតកណនាហើយទៅជាសះមួយយ៉ាងធំអ៊ីស្ម៉ាអែលคล้ายទៅជាឪពុកនៃពួកអារ៉ាប់រូបភាពទី18សំណោចរបស់សារ៉ាលោកកបាត់ជំពូក18ខ1រហូតដល់ខ15ថ្ងៃមួយនៅពេលដែលអាប់រ៉ាហាំអាយុបាន99ឆ្នាំហើយសារ៉ាអាយុបាន90ឆ្នាំទេវតារបស់ព្រះ3នាក់បានលេចមកឯគាត់សារ៉ាគាត់បានរៀបចំម្ហូបអាហារ
ហើយអាប់រ៉ាហាំក៏រៀបចំទទួលពួកគេនៅខាងក្រៅត្រសាលរបស់គាត់ គ្រានោះទេវតាបាននាំព្រះបន្ទូលព្រះមកនិយាយថា រយៈពេល9ខែទៀតគិតចាប់ពីពេលនេះតទៅនោះសារ៉ានឹងបង្កើតបានកូនប្រុសមួយ សារ៉ានាងនៅក្នុងត្រសាលហើយបានលើសេចក្តីនេះនាងពុំអាចជឿបានទេហើយនាងក៏អស់សំណើចម្នាក់ឯង ពេលនោះព្រះបានមានបន្ទូលទៅអាប់រ៉ាហាំថា ហេតុអីក៏សារ៉ាសើចតើមានការអ្វីដែលពិបាកចំពោះព្រះឬ ដល់វេលាកំណត់ដែលព្រះបានសន្យានោះសារ៉ាក៏បង្កើតបានកូនប្រុសមួយក្នុងការដែលគាត់មានអាយុចាស់ណាស់ហើយ គាត់បានឲ្យឈ្មោះកូននោះថា អ៊ីសាដែលមានន័យថា សំណើច រូបភាពទី19អាប់រ៉ាហាំអធិស្ឋានសម្រាប់ក្រុងសូដុំលោកកបាត់ជំពូក18ខ16រហូតដល់ជំពូក19ខ29 ព្រះបានសម្រេចនឹងបំផ្លាញទីក្រុងសូដុំពីព្រោះមនុស្សនៅទីនោះពោពេញទៅដោយសេចក្តីកាចអាក្រក់ក្រៃលែង ទ្រង់បានប្រាប់អាប់រ៉ាហាំនៅការដែលទ្រង់បំរុងនឹងធ្វើដល់ក្រុងសូដុំ អាប់រ៉ាហាំបាននឹកចាំដល់ឡុតហើយទូលទៅទ្រង់ថា តើទ្រង់នឹងបំផ្លាញមនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់ដែរឬអី អាប់រ៉ាហាំបានទូលអង្វរដល់ព្រះនិងសូមឲ្យទ្រង់ជួយសង្គ្រោះដល់ក្រុងសូដុំផង ដូច្នេះហើយព្រះមានបន្ទូលទៅគាត់ថា បើសិនជាឯងរកបានមនុស្សសុចរិតតែ10នាក់នៅក្នុងទីក្រុងនោះអញនឹងមិនបំផ្លាញឡើយ ទេវតានៃព្រះបានចុះទៅឯទីក្រុងសូដុំប៉ុន្តែមានមនុស្សសុចរិតតែម្នាក់គត់គឺលុតទេវតាបានប្រាប់ឲ្យលុតរត់ចេញពីទីក្រុងនោះភ្លាម ពេលនោះព្រះបានបង្អុរភ្លើងពីលើមេឃមកបំផ្លាញទីក្រុងនោះចោលទៅ សល់តែលុតនិងកូនស្រី2នាក់របស់គាត់ទេដែលបានរួចជីវិត រូបភាពទី20យ៉ាញ់បូជារបស់អាប់រ៉ាហាំលោកកបាត់ជំពូក21ខ1រហូតដល់ជំពូក22ខ19 កូនប្រុសរបស់អាប់រ៉ាហាំ អ៊ីសាក បានធំពេញវ័យឡើង ពេលនោះព្រះក៏ធ្វើការសាកល្បងចំពោះអាប់រ៉ាហាំ ព្រះទ្រង់មានបន្ទូលទៅគាត់ថា ចូលឯងយកអ៊ីសាជាកូនប្រុសសម្លាញ់តែមួយរបស់ឯងទៅថ្វាយជាយ៉ាញ់បូជាដុតដល់អញ អាប់រ៉ាហាំបានទុកចិត្តដល់ព្រះហើយធ្វើតាមបង្គាប់ទ្រង់គាត់ដឹងប្រកាសថាព្រះទ្រង់អាចនឹងប្រោសអ៊ីសាឲ្យរស់ឡើងវិញបាន ដល់ពេលកំណត់អាប់រ៉ាហាំលៀបនឹងសម្លាប់អ៊ីសា នោះព្រះទ្រង់មានបន្ទូលទៅគាត់ថា អាប់រ៉ាហាំកុំឲ្យធ្វើអ្វីដល់ក្មេងនោះឡើយត្បិតឥឡូវនេះអញបានដឹងថាឯងកោតខ្លាចដល់ព្រះហើយពីព្រោះឯងមិនបានសំចៃទុកកូនប្រុសឯងតែមួយពីអញឡើយ ពេលនោះអាប់រ៉ាហាំក្រឡេកឃើញសត្វជាមួយជៀមឈ្មោលដែលតាក់ជាប់ស្នែងនឹងព្រៃហើយក៏សម្លាប់ជៀមនោះថ្វាយញ៉ាញ់បូជាដល់ព្រះជំនួសកូនប្រុសរបស់គាត់ទៅ រូបភាពទី21អាប់រ៉ាហាំនិងអ្នកបម្រើរបស់លោកកបាត់ជំពូក24ខ1រហូតដល់ជំពូក25ខ26 នៅពេលដែលអាប់រ៉ាហាំមានវ័យកាន់តែចាស់ណាស់ទៅហើយ នោះគាត់បានហៅអ្នកបម្រើរបស់គាត់មកប្រាប់ថា ចូលឯងវិលទៅឯស្រុកកំណើតរបស់អញដើម្បីនឹងរកប្រពន្ធឲ្យអ៊ីសាកអាប់រ៉ាហាំគាត់មិនចង់ឲ្យអ៊ីសាកចេញពីទឹកដីស្រុកកាណាននេះឬក៏យកប្រពន្ធជាសាសកាណានដ៏អាក្រក់នោះឲ្យកូនប្រុសរបស់គាត់ទេ ដូច្នេះហើយអ្នកបម្រើធ្វើកិច្ចសន្យាតាមបង្គាប់របស់អាប់រ៉ាហាំគ្រានោះព្រះបាននាំផ្លូវអ្នកបម្រើឲ្យទៅជួបនឹងញាតិសន្តានរបស់អាប់រ៉ាហាំ នៅទីនោះគាត់បានរកឃើញនៅប្រពន្ធយ៉ាងស្រស់ស្អាតសម្រាប់អ៊ីសាកនាងមានឈ្មោះថា រ៉េប៊ីកាអ៊ីសាកនិងរ៉េប៊ីកាបង្កើតបានកូនប្រុសមួយឈ្មោះ យ៉ាកុបបានក្លាយទៅជាឪពុកនៃសាសមួយយ៉ាងធំគឺអ៊ីស្រាអែល ប្រជាជនអ៊ីស្រាអែល
នៅតែបន្តការរស់នៅរបស់ខ្លួនលើទឹកដីស្រុកកាណាន ចាប់តាំងពីពេលនោះមកអ៊ីស្រាអែលបានទៅជាសាសមួយដែលនាំនៅព្រះពរដល់ពិភពលោកទាំងមូល រូបភាពទី 22 ព្រះយេស៊ូវទ្រង់ប្រសូតកាឡាទីចំពុក 4 ខ 4 រហូតដល់ខ 5 ម៉ាថាយចំពុក 1 ខ 18 រហូតដល់ខ 25 ព្រះបន្ទូលព្រះជាសេចក្តីពិតព្រះមិនដែលកុហកឡើយ ព្រះបានមានបន្ទូលប្រាប់អាដាមថា ទ្រង់នឹងចាត់ព្រះរាជបុត្រទ្រង់ដែលមានជ័យជំនះលើអរិយសាតាំងឲ្យមក ព្រះបានប្រាប់ណូអេថា ទ្រង់នឹងបំផ្លាញមនុស្សអាក្រក់ចេញ ព្រះបានបង្ហាញយោបថា ទ្រង់ប្រទានអ្វីៗដែលល្អសម្រាប់យើងតែប៉ុណ្ណោះ ហើយទ្រង់បង្ហាញឲ្យអាប់រ៉ាហាំដឹងថា ទ្រង់នៅតែរក្សាព្រះបន្ទូលសន្យារបស់ទ្រង់ជានិច្ច នៅក្នុងរូបភាពនេះអ្នកនឹងឃើញទារកតូចមួយគឺជាព្រះយេស៊ូវ លុះវេលាកំណត់បានមកដល់ ទ្រង់បានប្រសូតនៅលើទឹកដីអ៊ីស្រាអែល មាតាទ្រង់ជាស្ត្រីព្រហ្មចារីយ៍ដែលមានឈ្មោះថា ម៉ារី នាងជាដំណរពូជរបស់អាប់រ៉ាហាំនិងអ៊ីសាក ប៉ុន្តែព្រះវរបិតាទ្រង់គឺជាព្រះពិតតែមួយ ព្រះយេស៊ូវបាននាំមកនៅព្រះពរដល់ពិភពលោកទាំងមូល ដោយទ្រង់បានយាងមកយកជ័យជំនះលើអរិយសាតាំងហើយនាំយើងវិលមកឲ្យព្រះវិញ ដើម្បីនឹងសម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះ រូបភាពទី 23 ការសុគតរបស់ព្រះយេស៊ូវកាឡាទីចំពុក 3 ខ 13 រហូតដល់ខ 14 ការព្រះយេស៊ូវទ្រង់ចម្រើនព្រះជន្មឡើង ទ្រង់បានបង្រៀនពួកបណ្ណាជនឲ្យស្គាល់ផ្លូវរបស់ព្រះទ្រង់បានធ្វើអភូតហេតុជាច្រើន ដើម្បីនឹងបង្ហាញឲ្យឃើញថា ទ្រង់បានមកពីព្រះ ប៉ុន្តែមនុស្សមានបាបពុំបានជឿដល់ទ្រង់ឡើយ គេបានសម្លាប់ទ្រង់ ដោយយកទ្រង់ទៅបោះភ្ជាប់នឹងឈើឆ្កាង ទាហានម្នាក់បានយកលំពែងទៅចាក់ចំហៀងខ្លួនទ្រង់ ព្រះយេស៊ូវទ្រង់ពិតជាសុគត មិត្តនិងប្រិយមិត្តទាំងឡាយព្រះបានមានបន្ទូលប្រាប់អាដាមថា គាត់ត្រូវស្លាប់នៅពេលដែលគាត់ស៊ីផ្លែឈើដឹងខុសត្រូវ យើងទាំងអស់គ្នាពុំបានស្ដាប់បង្គាប់ព្រះដូចគ្នាដែរ ដូច្នេះយើងសមនឹងទទួលយកនៅសេចក្តីស្លាប់អស់កលជានិច្ច ប៉ុន្តែព្រះយេស៊ូវបានសុគតដើម្បីទទួលការផ្ដន្ទាទោសជំនួសយើង អាប់រ៉ាហាំបានសម្លាប់ជាមជំនួសអ៊ីសាកកូនរបស់គាត់ ក៏ប៉ុន្តែព្រះបានប្រទានព្រះរាជបុត្រាទ្រង់តែមួយដើម្បីសុគតជំនួសយើងរាល់គ្នាវិញ អរិយសាតាំងត្រូវបរាជ័យនៅពេលដែលព្រះយេស៊ូវសុគត ដោយសារអំណាចព្រះចេស្តារបស់ទ្រង់ នោះសេចក្តីស្លាប់អស់កលជានិច្ចរបស់យើងបានត្រូវបញ្ចប់ រូបភាពទី 24 ព្រះយេស៊ូវទ្រង់មានព្រះជន្មរស់ឡើងវិញយូហានចំពុក 20 ខ 19 រហូតដល់ខ 29 ព្រះសពព្រះយេស៊ូវត្រូវបានគេយកទៅបញ្ចុះនៅក្នុងភ្នូរ ប៉ុន្តែនៅថ្ងៃទី3ទ្រង់មានព្រះជន្មរស់ឡើងវិញ ទ្រង់បានលេចមកឲ្យសិស្សទ្រង់បានឃើញ ប៉ុន្តែសិស្សម្នាក់ឈ្មោះថូម៉ាស់មិនបាននៅទីនោះទេ ដូច្នេះសិស្សឯទៀតគេបាននិយាយប្រាប់គាត់ថា យើងបានឃើញព្រះអង្គម្ចាស់ប៉ុន្តែគាត់មិនបានជឿដល់អ្នកទាំងនោះទេ នៅពេលនោះព្រះយេស៊ូវបានលេចមកឲ្យពួកគេឃើញម្ដងទៀត ទ្រង់បានបង្ហាញថូម៉ាស់នៅស្នាមដែកគោលដែលនៅព្រះហស្ថរបស់ទ្រង់និងស្នាមលំពែងនៅចំហៀងខ្លួនទ្រង់ ព្រះយេស៊ូវមានបន្ទូលទៅថូម៉ាស់ថា កុំឲ្យមានចិត្តមិនជឿឡើយត្រូវឲ្យជឿចុះមានពរហើយអស់អ្នកដែលជឿដោយឥតមានឃើញសោះ មិត្តនិងប្រិយមិត្តទាំងឡាយយើងមិនគួរណាយកទម្លាប់តាមលោកថូម៉ាស់ទេដែលមានការមន្ទិលសង្ស័យចំពោះព្រះនោះ យើងគួរយកតម្រាប់តាមអាប់រ៉ាហាំគឺជាអ្នកដែលមានសេចក្តីជំនឿលើព្រះបន្ទូលសន្យានៃព្រះវិញ ដោយសារមានសេចក្តីជំនឿក្នុងព្រះយេស៊ូវនោះយើងនឹងបានស្គាល់ព្រះហើយទទួលជីវិតអស់កលជានិច្ចពីទ្រង់